ថ្ងៃនេះខ្ញុំនឹងមកនិទានរឿងយ៉ារីមើលថែប្អូនថ្ងៃមួយពេលម្ដាយឪពុកទៅធ្វើការបាត់យ៉ារីនៅចាំផ្ទះមើលថែប្អូនតូចនាងនាំប្អូនលេងបត់ក្រដាសធ្វើជាផ្កានាងបានដាក់ក្រដាសកន្ត្រៃកាំបិតរាយប៉ាយជុំវិញខ្លួនប្អូនប្រុសនាងរីករាយណាស់វាចុះឡើងតាមឆក់ដណ្ដើមក្រដាសកាំបិតកន្ត្រៃពីបងនៅពេលយ៉ារីមិនបានប្រយ័ត្នប្អូននាងឆក់ចាប់ត្រូវមុខកាំបិតមុតដៃហូរឈាមបន្តិចប្អូននាងយំយ៉ាងខ្លាំងយ៉ារីភ័យណាស់ស្ទុះទៅយកអាកុលនិងសំឡីមកលាងឈាមចាញ់រួចយកបាំងរុំរបួសឲ្យប្អូនពេលម្ដាយឪពុកត្រឡប់ពីធ្វើការវិញយ៉ារីនិយាយរឿងនេះប្រាប់ពួកគាត់ម្ដាយឪពុកនាងមិនបន្ទោសនាងទេគាត់ណែនាំយ៉ារីដោយពាក្យផ្អែមល្ហែមកូនដឹងទេការលេងដោយប្រើវត្ថុមានមុខមុតចុងស្រួចវានាំឲ្យមានគ្រោះថ្នាក់បើយើងមិនប្រុងប្រយ័ត្ននេះមុតត្រូវក៏ដៃចុះបើចុងកាំបិតត្រូវភ្នែកនោះគ្រោះថ្នាក់កាន់តែធំហើយថ្ងៃក្រោយពេលកូននាំប្អូនលេងកូនគួរជ្រើសល្បែងណាមានសុវត្ថិភាពនិងមានប្រយោជន៍ដូចជាការគូររូបផាត់ពណ៌ល្បែងសិក្សាទាក់ទងនឹងភាសាខ្មែរឬគណិតវិទ្យាជាដើមយ៉ារីឆ្លើយចាស់ម៉ាក់ខ្ញុំនឹងធ្វើតាមដំបូន្មាននេះសំណួរតើយ៉ារីធ្វើអ្វីខ្លះនៅផ្ទះ2តើប្អូនយ៉ារីកើតរឿងអ្វីហេតុអ្វីតើម្ដាយយ៉ារីទូលមាននាងដូចម្ដេចខ្លះ4តើអ្នកមើលថែប្អូនតើអ្នកត្រូវនាំប្អូនលេងអ្វីខ្លះទើបមានសុវត្ថិភាពលំហាត់ចូលជ្រើសរើសចម្លើយណាដែលជាព្រឹត្តិការណ៍នៃរឿង1យ៉ារីនាំប្អូនលេងបត់ក្រដាសធ្វើផ្កា2ប្អូនយ៉ារីមុតដៃនឹងកាំបិត3យ៉ារីខំប្អូនយ៉ាងខ្លាំង4យ៉ារីជម្រាបម្ដាយពីរឿងប្អូនមុតដៃ5ម្ដាយឪពុកបន្ទោសយ៉ារី6ម្ដាយយ៉ារីទូលមានយ៉ារី